Chỉ đi xua bong bồn đó cái này mà sva công mà can video thay bao nhóm hay bong bồn nè ô thằng đó cái này sọc sập bài chi tê và sầm lập bong bồn là thay rồi nhóm mấy chẳng á nè na class ban mong để thay hay na class của bong tại phi diêm hay na class của tôi phải chập đám mấy chẳng á nè sầm lập nè để tôi phải chập đám rồi còn của bong phải chập đám mấy xô người ta phi diêm thôi còn bỏ bong ná bà đội nhómตัวban monetize ให้បងប្អូនទាំងអស់គ្នាបាទគឺខ្ញុំទទួលបាន content monetization ត្បូងពណ៌ស្វាយហ្នឹងណាខ្ញុំបាន set up សិតអីរួចរាល់ហើយខ្ញុំក៏ទទួលបានចំណូលពី Facebook ហ្នឹងជាហោហែតក់ជារឿយហើយបងប្អូនបាទសម្រាប់បងប្អូនដែលនៅអត់ទាន់បានទទួលបានប៊ូតុងហ្នឹងទេកុំបាក់ទឹកចិត្តហើយបន្តព្យាយាមធ្វើណាអ្នកខ្លះវីដេអូគាត់ផ្ទុះខ្លាំងមែនទែនក៏ប៉ុន្តែ Facebook នៅតែអត់ទាន់ទម្លាក់អា content monetization នឹងឲ្យអាប៊ូតុង set up ហ្នឹងណាបាទអត់ទាន់ទម្លាក់ឲ្យទេហើយចឹងសូមបងកុំបាក់ទឹកចិត្តអីបងព្យាយាមធ្វើជាបន្តទៀតណាបងណាបាទហើយសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមបាទព្យាយាមធ្វើណាព្យាយាមធ្វើជារឿយពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងហោចណាស់ឲ្យបានវីដេអូឬក៏រូបភាពផុសចូលក្នុង page យើងមួយថ្ងៃយ៉ាងតិច2វីដេអូឯទៅបើយើងអត់សូវស្បូរវីដេអូណាយើងធ្វើអត់បានច្រើនណាតែបើសិនជាធ្វើបានច្រើនអាហ្នឹងដាក់បាន4វីដេអូអីចឹងក៏ល្អដែរក្នុងមួយថ្ងៃបើយើងលៃពេលផុសទៅបាទពេលព្រឹកម៉ោងប្រហែលម៉ោង1អីចឹងណាឧទាហរណ៍ថាពេលព្រឹកផុសម៉ោង7អញ្ចឹងម៉ោង9ផុសមួយទៀតទៅ2ម៉ោង1អញ្ចឹងក៏បានដែរបាទហើយម៉ោង11ផុសមួយទៀតអញ្ចឹងទៅហើយម៉ោង2សៀលដាក់មកវីដេអូទៀតអញ្ចឹងទៅបាទហើយបើមានរូបផុសដាក់រូបទៀតអញ្ចឹងក៏បានដែរកាលណាយើងផុសបានជាហោហែទៅ Facebook គេចាប់ដើមមើលពីសកម្មភាពរបស់យើងណាគេគិតថាអូយើងអត់ខ្ជិលទេអញ្ចឹងយើងព្យាយាមមិនថាយើងជាមនុស្សមានការព្យាយាមធ្វើអញ្ចឹង Facebook គឺគេមើលទៅលើ active របស់យើងណាសកម្មភាពរបស់យើងនឹងឯងពេលដូចជាយើងធ្វើការឲ្យគេអញ្ចឹងណាបើសិនជាយើងធ្វើការឲ្យគេមិនលួចខ្ជិលយើងធ្វើអស់ពីដៃពីជើងអស់ពីកម្លាំងកាយចិត្តណាមេយើងគឺឆាប់មើលឃើញយើងណាបាទឆាប់មើលឃើញយើងណាតែណាឧស្សាហ៍ឲ្យណាមិនលួចខ្ជិលគឺគេមើលឃើញណាបាទយើងកុំលួចខ្ជិលយើងធ្វើការឲ្យគេណាហើយ Facebook ក៏ដូចគ្នាយើងធ្វើការឲ្យ Facebook ដូចគ្នាអ្នកធ្វើវីដេអូគឺធ្វើការឲ្យ Facebook យើងព្យាយាមធ្វើពីមួយថ្ងៃទៅថ្ងៃគឺព្យាយាមណាបាទរកវិធីអីធ្វើវីដេអូហើយការធ្វើវីដេអូនេះទៀតសោតអ្នកខ្លះគាត់ធ្វើ page គាត់អត់ទាន់គ្រប់គោលការណ៍អត់ទាន់ទទួលបានការបើក monetize ការរលួយនេះទេប៉ុន្តែគាត់រក admin ដាក់ជាយោបល់របស់ខ្ញុំបងមិនបាច់ទាន់រក admin ដាក់ទេបងសម្រាប់ page យើងអត់ទាន់ទទួលបាន monetize ណាមិនបាច់ទាន់រក admin ដាក់ទេខំធ្វើវីដេអូឲ្យតែផ្ទុះឲ្យតែឡើងទៅចាំទទួលបានអាប៊ូតុង set up នឹងភ្លាមរក admin ដាក់ទៅហើយ set up ពឹបដឹងថាលុយចូលប្រហើយតែតិចឬច្រើនអាស្រ័យលើ viewer របស់យើងច្រើនប៉ុណ្ណាអញ្ចឹងណាបាទ view តិចបានតិច view ច្រើនបានច្រើនតែយើងធ្វើមិនមួយថ្ងៃមកវីដេអូណាមួយខែមិនធ្វើបានមកវីដេអូណាយើងធ្វើមួយថ្ងៃ4វីដេអូទៅគិតមើលមួយខែក៏បានច្រើនណាហើយយើងផ្សំគ្នាទៅអញ្ចឹងវាគ្រាន់ហើយបាទការធ្វើវីដេអូប្រៀបដូចជាការលក់បន្លែផ្លែឈើអញ្ចឹងបើសិនតែយើងអត់មានបន្លែលក់ទេយើងទៅភ័យអីខ្លាចនឹងអត់មានអ្នកទិញអញ្ចឹងណាអ្នកខ្លះគាត់ថាលក់អីគ្មានអ្នកណាទិញមកហ្នឹងតែចាំថាបើយើងអត់ទាន់មានបន្លែលក់ទេយើងមិនបាច់ភ័យខ្លាចអត់មានអ្នកទិញទេតែកាលណាយើងមានបន្លែលក់យើងមានទីផ្សារលក់ហើយគាត់ថាបានថ្លៃថោកអាស្រ័យលើមាត់របស់យើងដែរទេអញ្ចឹងណាបាទហើយការធ្វើវីដេអូក៏ដូចគ្នាការធ្វើ page ធ្វើអីនេះបើសិនណាយើងដាក់ចិត្តដាក់កាយថាយើងចង់ធ្វើវីដេអូទាំងការផុសចូល YouTube ទាំងការ upload ចូល Facebook ឯក៏ដោយគឺមានការព្យាយាមណាបាទសម្រាប់ខ្ញុំធ្វើតាមដំណើររឿងរបស់ខ្ញុំណាខ្ញុំបង្កើត page តាំងពី0 follower ណាអត់មានអ្នក follow ទេពី3ថ្ងៃមានអ្នក follow មួយអញ្ចឹងណាតែយើងព្យាយាមធ្វើខ្ញុំរយៈពេល1ឆ្នាំជាងទើបខ្ញុំទទួលបានការបើក monetize ណាទទួលបានសិទ្ធិរលុយជាមួយនឹង Facebook ចឹងហើយសូមបងប្អូនក៏មានការបាក់ទឹកចិត្តអីបងប្អូនដែលចង់ធ្វើណាអ្នកខ្លះគាត់ឆាតមកខ្ញុំថាគាត់ចង់ធ្វើដែរប៉ុន្តែគាត់ខ្ជិលនិយាយអញ្ចឹងដូចអត់និយាយដដែលនិយាយធ្វើអីទៅហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូននិយាយទៅកាន់តែបែកអូហូស្ទឹងហើយលើកទឹកចិត្តឲ្យបងប្អូនដែលទើបតែចាប់ផ្ដើមនិងបងប្អូនដែលកំពុងតែចាប់ផ្ដើមហើយអត់ទាន់ទទួលបានការបើក monetize សូមបងប្អូនក៏មានការបាក់ទឹកចិត្តណាព្យាយាមធ្វើជារឿយបាទខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន